បុត្រសួនសម្ដេចគាត់និយាយចឹងកុំឲ្យថៃយកទាហាន18មកគំរាមដោះដូរអ្វីទៀតអញ្ចឹងក៏តាមិនយល់ដែរតាយល់កូនជាតិជាឆ្លើយសឹកថៃតែងយកឆ្លើយសឹក18នាក់មកធ្វើលក្ខខណ្ឌប្រទេសណាភាគីណាក៏ដោយឲ្យតែគេចាប់ជនជាតិយើងបានគឺគេតែងយកធ្វើជារបស់ដោះដូរណាកូនណាបុតស៊ុនមិនមែនមិនយល់ទេតែកូនឯងអត់យល់ឥឡូវនេះកូនឯងគិតអញ្ចេះចាំតាបញ្យល់កូនឯងបន្តិចខ្លាចលោកកូនឯងយល់ឧបមាថាគេចាប់បានប្រពន្ធកូនឯងស្មានតែគេចាប់ប្រពន្ធកូនឯងទៅហ្នឹងគេថ្វាយអង្គមហ៎គេចាប់ទៅដល់ពេលគេលែងប្រពន្ធកូនឯងមកវិញវាត្រូវដោះដូរចុះបើគេចាប់កូនប្អូនកូនគេចាប់កូនបុតសួនឯងទៅវាត្រូវការដោះដូរហើយតែងតែមានលក្ខខណ្ឌក្នុងនាមជាឆ្លើយសឹកក៏ដូចគ្នាណាអត់មានយកទៅថ្វាយអង្គមទេអូខេតែបើសិនណាជាបុតសួនឯងនិយាយថាខ្ញុំមិនគិតទេប្រពន្ធខ្ញុំពលីហើយខ្ញុំមិនគិតទេកូនខ្ញុំចាត់ទុកតាស្លាប់ហើយអាហ្នឹងបុតស៊ូនឯងគិតថាខ្លួនជាប្តីជាឪពុកទេតើលោកហ៊ុនសែនធ្វើអញ្ចឹងជាមួយប្រពន្ធកូនគាត់ចៅគាត់ទេហើយបុតស៊ូនឯងធ្វើអញ្ចឹងមួយកូនមួយប្រពន្ធមួយចៅទេអាហ្នឹងចំណុចវានៅអញ្ចឹងទេអញ្ចឹងកូនឯងដូចជាអត់យល់ចំណុចហ្នឹងទេកូនឯងថាប្រកាសកូនឯងជាមេបញ្ជាការកូនឯងជាប្រធាននៃសប្តីកូនឯងជានាយករដ្ឋមន្ត្រីកូនឯងនិយាយអញ្ចឹងហ៎កូនឯងហេអត់ទេនិយាយអញ្ចឹងក្នុងនាមទៅកុំឲ្យវាដាក់លក្ខខណ្ឌគឺតែងតែមានចុះបើរឿងហ្នឹងកើតមកលើគ្រួសារបុតស៊ូនឯងតើបុតស៊ូនឯងនិយាយអញ្ចឹងហ៎ណានិយាយអញ្ចឹងហ៎ជាប្តីនិយាយអញ្ចឹងហ៎គេយកប៉ុនខ្ញុំចាត់ទុកថាងាប់បាត់ហើយណាកូនខ្ញុំខ្ញុំចាត់ទុកថាងាប់បាត់ហើយនិយាយអញ្ចឹងហ៎យើងនិយាយអញ្ចឹងជាមួយនឹងសាធារណជនអ្នកកាសែតអ្នកអីយើងនិយាយអញ្ចឹងហ៎ហ្នឹងគឺជាយើងជាប្តីជាឪពុកហ្នឹងយើងនិយាយអញ្ចឹងហ៎ហើយចុះលោកហ៊ុនសែនជាមេដឹកនាំកម្ពុជាហ្នឹងនិយាយអញ្ចឹងហ៎អាហ្នឹងមកពីគាត់ដឹងថាតបមានសវត្ថភាពទៅគាត់និយាយអញ្ចឹងនិយាយបានការអីនិយាយឲ្យតឹងលើសដើមមកយ៉ាងម៉េចឧបមាតាថៃឧបមាទេវិញណាកូនណាបុតស៊ុនឧបមាវិញណាឧបមាថាខ្ញុំថៃវិញហើយលោកហ៊ុនសែននិយាយអញ្ចឹងបើសិនណាជាគាត់និយាយអញ្ចឹងណាខ្ញុំហ៊ានដាក់ភ្នាក់ងារខ្ញុំបញ្ចុះបញ្ចូលឆ្លើយសឹកណាដែលអត់មានប្រពន្ធកូនឬក៏អត់មានចំណងណាខ្ញុំបញ្ចុះបញ្ចូលឆ្លើយសឹកហ្នឹងឲ្យសុំការជ្រកកោននៅថៃដើម្បីឲ្យហ៊ុនសែនគាត់អាម៉ាស់មុខហើយខ្ញុំដាក់ពាក្យហ្នឹងឡើងទៅធ្វើជាកិច្ចតុលាការ18នាក់ហ្នឹងមាន2មាន3នាក់ដូចថៃវាធ្វើអញ្ចឹងណាអូខេក្រោយពីដោះលែងហើយមនុស្សដែលជាប់ទោសហ្នឹងអ្នកខ្លះដែលវាអត់មានចំណងនៅកម្ពុជាគេធ្វើកាច់ឲ្យអាម៉ាស់ថាខ្ញុំទៅហ៊ានខ្ញុំអត់ចង់ទៅស្រុកវិញទេខ្ញុំសុំជ្រកកោននយោបាយនៅថៃឡើងឃើញគេសងវិញដូចគ្នាគេថាខ្ញុំអត់ត្រឡប់ទៅវិញទេខ្ញុំសុំប្រកាសថាសម្ដេចលោកអត់មានបេះដូងចំពោះខ្ញុំទេគាត់មិនដែលអាណិតជីវិតខ្ញុំទេគាត់និយាយថាពួកខ្ញុំនេះវាសូន្យណាស់ហើយអញ្ចឹងខ្ញុំក៏គ្មាន
គិតថាគួរតែទៅវិញត្រូវទៅបម្រើគាត់នៅក្នុងកងទ័ពទៀតទេអញ្ចឹងខ្ញុំសុំរស់នៅថៃត្រូវគេឲ្យលុយឲ្យកាក់គេសោកគេប៉ាន់គេសន្យាថាធ្វើម៉េចឲ្យតែប្រពន្ធកូននឹងឆ្លងមកបានគេឲ្យបានជ្រកកោនណាគេប្រើចិត្តសាស្ត្របែបហ្នឹងហ៊ុនសែនសប្បាយទេវារឹតតែធ្វើឲ្យហ៊ុនសែននឹងជាមេដឹកនាំខូខើយល់ទេតែបើថៃវាសោកវាប៉ាន់វាថាឲ្យនៅប៉ុន្តែសុំឲ្យប្រកាសថាខ្ញុំអត់មានអីប្រឆាំងលោកហ៊ុនសែនទេប៉ុន្តែលោកហ៊ុនសែនមិនដែលគិតជីវិតខ្ញុំទេពេលខ្ញុំជាឆ្លើយសឹកអញ្ចឹងខ្ញុំសុំជ្រកកោននៅថៃតែយើងចាត់ទុកថាទាហាននឹងក្បត់ជាតិទេបើមេដឹកនាំយើងមានបេះដូងអញ្ចឹងបុតស៊ូនយល់ខ្ញុំនិយាយបុតស៊ូនឯងយល់ថាសម្ដេចនឹងគាត់ត្រូវរហូតដែរខ្ញុំប្រាប់ណាបើខ្ញុំជាឆ្លើយសឹកខ្ញុំមិនបាច់អាណាឲ្យលុយខ្ញុំអត់ទៅវិញខ្ញុំសួរអ្នកចាប់ខ្ញុំថាធ្វើម៉េចឲ្យខ្ញុំនៅបានបើមិនឲ្យខ្ញុំនៅទេសុំឲ្យខ្ញុំតាក់ទងអង្គការសហជីវជាតិខ្ញុំសុំនៅហើយបើសួរទៅជនភៀសខ្លួនខ្ញុំថាខ្ញុំអត់ចង់ទៅទេពីព្រោះមេដឹកនាំខ្ញុំគេមិនដែលយកចិត្តទុកដាក់នឹងជីវិតខ្ញុំទេគេថាឲ្យតែខ្មាំងចាប់ខ្ញុំងាប់ហើយអញ្ចឹងខ្ញុំទៅវិញច្បាស់ជាគេធ្វើបាបខ្ញុំពីព្រោះធាតុកុម្មុយនីសគេថាខ្ញុំសារភាពខ្មាំងអញ្ចឹងខ្ញុំអត់ទៅវិញណាខ្ញុំអត់ទៅវិញខ្ញុំអត់ទៅវិញទេសម្ដីមេដឹកនាំដែលអត់មានបេះដូងចំពោះខ្ញុំពេលដែលខ្ញុំត្រូវគេចាប់ជាឆ្លើយសឹកខ្ញុំអត់ទៅវិញទេស្មានតែថៃវាអត់ចេះចិត្តសាស្ត្រហ្នឹងហើយទាហានដែលគ្មានទាហានដតីនៅប្រទេសកម្ពុជាក៏គួរណាស់ដឹងខ្លួនដែរអ្នកឯងច្បាំងមានតែ3យ៉ាងឯងអ្នកឯងរស់អ្នកឯងស្លាប់ចោលអ្នកឯងគេចាប់ដូចអ្នកឯងស្លាប់ណាអានឹងជាគំនិតកូនឯងណាបុតស៊ូនព្រោះកូនឯងយល់ឃើញថាវាជារបស់ល្អខ្ញុំអត់មានថាអីទេណាតាអត់មានថាអីទេកូនប៉ុន្តែតាជូនពរឲ្យកូនឯងរស់នៅឲ្យបានសុខសាន្តក្នុងសង្គមមួយដែលមានមេដឹកនាំមានបេះដូងដូចនេះកូនឯងដឹងហើយដែលខ្ញុំមិនរស់នៅកម្ពុជាពីព្រោះខ្ញុំចិត្តឃើញបេះដូងរបស់មេដឹកនាំនៅកម្ពុជាវាដូចមិនដាច់អញ្ចឹងខ្ញុំមានច្រកចាញ់ខ្ញុំមិនរស់នៅតែបើកូនឯងពេញចិត្តរស់នៅជាមួយមេដឹកនាំដែលមានបេះដូងអញ្ចឹងក៏តាគោរពកូនឯងដែរជូនពរឲ្យកូនឯងបានសុខតាអត់មានអីបន្ទោសកូនទេណាបត់សូនតាអត់មានអីបន្ទោសចៅឯងទេតាគ្រាន់តែលើកឧទាហរណ៍ទេណាចៅតាអត់មានទេបើចៅឯងជឿថាកងទ័ពមានជំនឿជឿជាក់ថារស់នៅក្រោមមេដឹកនាំដែលមានបេះដូងអញ្ចឹងក៏សុំឲ្យកងទ័ពក្មួយអស់ហ្នឹងបានសុខផងរហូតមកដល់ថ្ងៃនេះណាអូខេស្រីដឹកនៅក្នុងជាចម្ងល់ទេខ្ញុំអត់មាននិយាយថាអីឧត្តមសេនីយ៍ស្រីដឹកនៅតែជាចម្ងល់នៅឡើយព័ត៌មានចាញ់មកបំភាន់ពីរឿងស្រីដឹកចាញ់ញត្តិគ្រប់គ្រងអីហើយនឹងវីដេអូស្រីដឹកដែលបញ្ចេញមកគឺនៅមានភាពសពេចសពិលថាតើស្រីដឹករស់ឬក៏របួសឬក៏គាត់បានស្លាប់ក្នុងសង្គ្រាម5ថ្ងៃហ្នឹងអត់ទាន់ដឹងទេពីព្រោះវីដេអូដែលបង្ហាញហ្នឹងអត់ដឹងថាស្រីដឹកនិយាយស្អីបើស្រីដឹកនៅរស់ធ្វើការសុវត្ថិភាពវាទាល់តែឆ្លើយនឹងពាក្យមន្ទិលសង្ស័យ
ថាខ្ញុំស្រីដឹកធ្វើសង្គ្រាមពីថ្ងៃនេះទៅនេះឥឡូវនេះព័ត៌មានចាញ់មកអញ្ចឹងខ្ញុំសវត្ថិភាពខ្ញុំធ្វើការនៅក្រសួងមហាផ្ទៃឬក្រសួងការពារជាតិប៉ុន្តែអត់ទេថៃក៏ផ្សាយព័ត៌មានថាស្រីដឹកអាចស្លាប់ខ្មែរក៏ខ្សឹបខ្សៀវគ្នាថាស្រីដឹកអាចស្លាប់នៅពេលដែលគេទម្លាក់គ្រាប់ពី drone ត្រូវសេនាធិការគាត់ក្រោយមកតើកងទ័ពឬក៏ប្រជាជនដែលរស់នៅក្នុងសង្គមមួយដែលពេលមានចម្ងល់ត្រូវបានចម្លើយមកវិញដោយសពេចសពិលហើយដូចនិយាយចឹងតើកងទ័ពគិតយ៉ាងម៉េចកងទ័ពមានច្រកតែ3ទេច្បាំងរស់គឺរស់ស្លាប់គឺស្លាប់បើគេចាប់ចាត់មេដឹកនាំចាត់ទុកថាជាស្លាប់អត់ខ្វល់នឹងអ្នកឯងទេពីព្រោះមេដឹកនាំប្រើចិត្តសាស្ត្រនិយាយអញ្ចឹងទៅថៃឆាប់លែងបើអ្នកឯងជាប់ចំណាប់ខ្មាំងមិននឹកនាអ្នកឯងទេអ្នកឯងចង់លែងកាលក៏លែងទៅពីព្រោះជាចិត្តសាស្ត្រដ៏ខ្ពង់ខ្ពស់ឧត្តមឧត្តមអស្ចារ្យដែលកងទ័ពត្រូវមានជំនឿជឿជាក់ថាមេមិនបោះបង់ចោលទេគ្រាន់តែធាក់ក្បាលឯងចាយដូចសម្រាមអញ្ចឹងចាត់ទុកថាកងទ័ពដែលគេចាប់ជាមនុស្សស្លាប់គឺមេដឹកនាំចាត់ទុកថាកងទ័ពដូចលុយចាយអញ្ចឹងអ្នកដែលនៅតែគិតថាខ្លួនមានតម្លៃជាមនុស្សនៅក្នុងកងទ័ពអាហ្នឹងក៏មិនដឹងធ្វើម៉េចណានៅស្រុកអាមេរិកអ្នកធ្វើកងទ័ពសូម្បីតែខ្ញុំធ្លាប់ធ្វើឆ្កែធ្វើស្វាធ្វើសម្រាមកាលពីទសវត្សរ៍ទី70ក៏មានខ្ញុំធ្លាប់ធ្វើកិច្ចការក៏មានកងត្រាគេហៅថាកិច្ចសន្យាឧទាហរណ៍ថានៅសហរដ្ឋអាមេរិកយើងធ្វើទេហ៊ានកំពុងតែធ្វើអញ្ចឹងស្រាប់តែមានកម្មវិធីណាអូខេណាមានកម្មវិធីបេសកកម្មពិសេសហើយមេបញ្ជាការគេប្រាប់ថាមានបេសកកម្មពិសេសតើលោកឯងសុខចិត្តទទួលបេសកកម្មពិសេសទេបេសកកម្មពិសេសបើពេលលោកទទួលលោកត្រូវចុះកិច្ចសន្យាទី1លោកត្រូវកងទ័ពបណ្ដេញចេញដើម្បីបំពេញបេសកកម្មពិសេសហ្នឹងលោកត្រូវកងទ័ពបណ្ដេញចេញទី1ទី2លោកចុះកិច្ចសន្យាបើសិនជាបំពេញបេសកកម្មលោកត្រូវចាប់ខ្លួនលោកត្រូវបាត់បង់ជីវិតលោកត្រូវរងរបួសស្នាមលក្ខខណ្ឌមានដូចតទៅទី1បើលោកស្លាប់សមត្ថកិច្ចនឹងរាយការណ៍ថាលោកស្លាប់ដោយគ្រោះថ្នាក់ស្រេចសមត្ថកិច្ចលោកអត់មានជាប់តាក់ទងនឹងកងទ័ពទេបើលោករងរបួសគឺលោករងគ្រោះថ្នាក់លោកឆ្លើយខ្លួនឯងអត់មានតាក់ទងនឹងកងទ័ពទេបើលោកត្រូវគេចាប់ឈ្មោះលោកគ្មានដឹងគ្មានឮគ្មានកងទ័ពអត់ទទួលស្គាល់លោកទេលក្ខខណ្ឌ3អញ្ចឹងដើម្បីបំពេញបេសកកម្មពិសេសទី1កងទ័ពត្រូវបណ្ដេញលោកចេញទី2លោកចុះហត្ថលេខាលើកិច្ចសន្យាហ្នឹង